Chư bông chum bát xôm group chum rệp su sus đầy tạc can bọc mai bong pônประชีกสิกรได้สลายในวิสัยกสิกรรมชีพสัยคือชินเนดาจิจมสัตโกในทางในชมบาทนังทอดสกรรมพีบเตะตรงชมวยนังการจิจมโกควิลในคางกระปองสไวสระกระปองสไวขาดกระปองทอมบกมาบองปอนบางอันนี้ก็เชื่อสกรรมพีบมวยชมนวลเตะตรงชมวยนังการจิจมโกโปรเลนโดยยังทั่วการควิลบกมาบองปอนบางชมพูการจิจมโกโปรเลนควิลแบบนี้คือสาระประโยชน์บอกวิคือทาយើងមិនចំណាយពេលនៅក្នុងការដែលយើងទៅច្រូតស្មៅក៏ដូចជាយកចំបាំងដល់គោស៊ីនៅក្នុងទ្រុងដូចជាគេចិញ្ចឹមគោសាច់ដើម្បីនឹងបងវិលលក់ទេប្រមាណប៉ុន្មានការចិញ្ចឹមបែបនេះគឺមានការហត់នឿយបន្តិចក៏ប៉ុន្តែចំណេញច្រើនប្រមាណប៉ុន្មានសម្រាប់បងប្អូនប្រជាកសិករការធ្វើបែបនេះគឺជាជំរើសល្អបំផុតសម្រាប់ពួកគាត់ពីព្រោះថាការចិញ្ចឹមគោបែបនេះគឺមិនចំណាយដើមទុននៅក្នុងការទៅទិញស្មៅឬក៏ចំបាំងយកមកដើម្បីនឹងផ្ដល់ជាចំណីឲ្យកូននោះទេក៏ប៉ុន្តែយើងត្រូវការចំណាយកម្លាំងពលកម្មរបស់យើងនៅក្នុងការខ្វៀលការមើលថែនៅតាមទីវាលហើយប្រមាណបងប្អូនឃើញហើយនេះបាទគឺវងគោច្រើនមែនទែននៅខាងកំពង់ស្វាយសតាគោដែលត្រូវប៉ាន់ហៅថាគោកាត់ទៅគោទលេប្រមាណបងប្អូនបាទគោស្អាតមែនទែនហើយសកម្មភាពនេះគឺចេញពីក្រោយភូមិទៀមចាស់ឃុំកំពង់ស្វាយស្រុកកំពង់ស្វាយខេត្តកំពង់ធំយើងឃើញថាប្រជាកសិករនៅខាងនេះគឺនិយមក្នុងការចូលចិត្តចិញ្ចឹមសត្វគោនៅច្រើនមែនទែនប្រមាណបងបាទហើយការចិញ្ចឹមគោវាគឺជាធនាគាររបស់កសិករឲ្យប្រមាណបងបាទបើសិនជាយើងនៅតាមស្ទីជនបទចេះបើមិនចិញ្ចឹមសត្វក៏មិនដឹងថាធ្វើអីទេប្រមាណបងបាទហើយបើសិនជាយើងមិនចិញ្ចឹមក៏គ្មានអាចនៅក្នុងការដាក់ស្រែស្រូវទាំងស្រូវអាសាឬក៏ស្រូវប្រាំងដែរហើយការចិញ្ចឹមគោគឺវាងាយស្រួលនៅក្នុងការដែលយើងកាត់បន្ថយនៅក្នុងការចំណាយទៅលើជីបានមួយចំនួនមួយផ្នែកដែរហើយសម្រាប់ខ្ញុំដែលជាអ្នកស្រឡាញ់វិស័យកសិកម្មខ្ញុំនៅតែបន្តលើកទឹកចិត្តឲ្យពុកម៉ែបងប្អូនធ្វើការចិញ្ចឹមគោបែបនេះបាទបងប្អូនបាទយើងអាចដាក់ចិញ្ចឹមចាប់ពី2ក្បាលឬក៏3ក្បាលនៅក្នុងផ្ទះរបស់យើងទៅដើម្បីនឹងយើងយកជីលាមកបោះគោនឹងឯងដាក់នៅក្នុងដំណាំឬក៏ស្រូវស្រែរបស់យើងមួយចំនួនបានដែលយើងកាត់បន្ថយការទៅទិញជីគេឬក៏ទិញជីគីមីពីទីផ្សារបានមួយចំនួនធំដែរបងប្អូនបាទហើយអត្ថប្រយោជន៍មួយទៀតគឺវាគឺជាចំណូលបន្ថែមរបស់យើងដែរតែកាលណាយើងចិញ្ចឹមវាផ្ដល់ជាចំណូលរបស់យើងបានមួយចំនួនតូចដែលក្នុងមួយឆ្នាំយើងអាចរកចំណូលឲ្យយើងបានពី2លានទៅ3លានដែរបងប្អូនបាទនៅក្នុងមួយក្បាលអានេះសម្រាប់គោមេវីដេអូរបស់ខ្ញុំគឺមិនមានអ្វីច្រើនទេខ្ញុំនៅតែលើកទឹកចិត្តឲ្យបងប្អូននៅតែរក្សានៅក្នុងការចិញ្ចឹមសត្វជាលក្ខណៈគ្រួសារឬក្តីជាកសិដ្ឋានក្តីបងប្អូនសូមធ្វើការបន្តនៅក្នុងការចិញ្ចឹមពីព្រោះថាយើងនៅទីតាមជនបទមានតែការចិញ្ចឹមសត្វហ្នឹងហើយដែលវាជួយទៅដល់សេដ្ឋកិច្ចរបស់យើងបានមួយចំនួនសម្រាប់គ្រប់គ្រងគ្រួសាររបស់យើងហើយវីដេអូរបស់ខ្ញុំក៏មកដល់ទីបញ្ចប់ខ្ញុំបាទសូមធ្វើការអរគុណទៅដល់ពុកម៉ែបងប្អូនដែលតែងតែនិយមធ្វើការតាមដានមើលវីដេអូរបស់ខ្ញុំពីដើមរហូតដល់ចប់ខ្ញុំបាទសូមអរគុណសូមគោរពជម្រាបលា